សម្ដេចហ៊ុនសែនថាកម្ពុជានិងវៀតណាមមានកិច្ចសហការស្អិតល្មួតលើវិស័យកងទ័ពនាព្រឹកថ្ងៃទី4 ខែមិថុនាឆ្នាំ 2025 សម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភាបានអនុញ្ញាតឲ្យលោកនាយឧត្តមសេនីយ៍ កវៀន ទីនគឿងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនាវិមាន 7 មករាបើតាមលោកជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថានៅក្នុងជំនុំនេះសម្ដេចហ៊ុនសែនបានសម្ដែងនៅក្តីរីករាយនិងស្វាគមន៍ចំពោះលោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមដែលជាមិត្តចាស់របស់កម្ពុជាហើយសម្ដេចក៏បានបង្ហាញនៅការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជាវៀតណាមដែលបន្តកាន់តែរឹងមាំសម្ដេចបានបង្ហាញនៅការជឿជាក់ថានៅក្នុងដំណើរទស្សនកិច្ចនេះគឺនឹងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀតពិសេសនៅក្នុងវិស័យកងទ័ពតាក់ទងនឹងវិស័យកងទ័ពនេះសម្ដេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការនៃកងទ័ពរវាងប្រទេសកម្ពុជានិងវៀតណាមគឺមានភាពស្អិតល្មួតហើយក៏ជាផ្នែកមួយនៃការជំរុញចំពោះទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគបន្ថែមលើនេះសម្ដេចក៏បានជំរុញមានការព្រមព្រៀងគ្នាបន្ថែមទៀតក្នុងការបោះបង្គោលព្រំដែនដែលនៅសេសសល់ 16% ឲ្យបានឆាប់នាពេលខាងមុខនេះនៅក្នុងជំនួបខាងលើនេះដែរលោកនាយឧត្តមសេនីយ៍ កវៀន ទីនគឿងបានកោតសរសើរពីការរីកចម្រើនរបស់កម្ពុជាជាពិសេសការថែរក្សាបាននូវស្ថិរភាពសន្តិភាពនៅក្នុងប្រទេសនិងភាពរីកចម្រើននៃសេដ្ឋកិច្ចជាមួយនេះលោកក៏បានលើកឡើងអំពីគម្រោងនៃការសាងសង់ស្ទូបមិត្តភាពកម្ពុជាវៀតណាមនៅសារមន្ទីរនៃប្រទេសវៀតណាមដោយបញ្ជាក់ថាគម្រោងនៃការសាងសង់ស្ទូបនេះនឹងបង្ហាញទៅកាន់ប្រទេសជាតិនិងអន្តរជាតិឲ្យបានយល់កាន់តែស៊ីជម្រៅអំពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងកម្ពុជានិងវៀតណាមនៅគ្រប់កលៈទេសៈជាពិសេសនៅក្នុងវិស័យកងទ័ពគោលជំរាបថាទន្ទឹមនឹងជំនួបជាមួយសម្ដេចហ៊ុនសែនលោកនាយឧត្តមសេនីយ៍ កវៀន ទីនគឿងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមក៏បានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានាវិមានសន្តិភាពនៅព្រឹកថ្ងៃទី4 ខែមិថុនាផងដែរនៅក្នុងជំនួបនោះសម្ដេចនាយករដ្ឋមន្ត្រីបានគូបញ្ជាក់អំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរព្រមទាំងសម្ដែងសេចក្តីសោមនស្សរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរសម្ដេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការបន្តជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើវិស័យសំខាន់ផ្សេងទៀតដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធការជំរុញពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើមសម្ដេចក៏បានវិតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់កងទ័ពវៀតណាមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជានៅក្នុងវិស័យការពារជាតិដែលជាការរួមចំណែកជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធនៅក្នុងជំនួបនោះដែរអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមក៏បានលើកឡើងអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមជាមួយនឹងគណៈប្រតិភូអគ្គបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទដែលក្នុងនោះកងទ័ពទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យការពារជាតិលោកបានសង្កត់ធ្ងន់ថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អនេះគឺជាសសរស្តម្ភមួយដ៏សំខាន់ក្នុងការរួមចំណែកពួនជ្រុំទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំ